ធ្វើចុះកូនមេរៀនថ្ងៃនេះគឺយើងនឹងរៀនអំពីប្រៀបធៀបអក្សរសិល្ប៍មានសំណួរសួរយើងតាក់ទងទៅនឹងមេរៀនសប្តាហ៍មុនដើម្បីប្រៀបធៀបអក្សរសិល្ប៍បានថាតើយើងមានគោលបំណងអ្វីពីការប្រៀបធៀបគឺត្រូវមានរឿងចំនួនប៉ុន្មាន2មែនទេអញ្ចឹងគោលបំណងនៃការប្រៀបធៀបគឺគេប្រៀបធៀបដើម្បីអ្វីអ្នកណាដឹងអត់ភាពអក្សរសិល្ប៍គឺយើងចង់រកឲ្យឃើញពីភាពខុសគ្នានិងដូចគ្នានៃជំនឿសាសនាទន្លេមទម្លាប់ផ្នែកគំនិតរបស់អ្នកនិពន្ធចាអរគុណសំណាងដើម្បីឲ្យយើងដឹងពីភាពឆ្លងគ្នារវាងអក្សរសិល្ប៍បរទេសនិងអក្សរសិល្ប៍ខ្មែរចាគឺដើម្បីរកឃើញពីទំនាក់ទំនងផ្នែកអត្តន័យអត្តរូបនិងអត្តរសចាមានគោលបំណងដូចជាផ្លាស់ប្ដូរឬក៏យើងអាចមើលថាទម្រង់នៃការតែងនិពន្ធអក្សរសិល្ប៍បរទេសមិនដែរអញ្ចឹងយើងអាចមើលទម្រង់របស់គេយកមកអភិវឌ្ឍនៅក្នុងការតែងនិពន្ធស្នាដៃអក្សរសិល្ប៍ខ្មែរយើងចាអរគុណអបអរសាទរអក្សរសិល្ប៍មួយគឺយើងត្រូវមើលពីអត្តន័យអត្តរូបអត្ថរួមអីទៀតពីតម្លៃជារួមវិធីសាស្ត្របទពិសោធន៍មែនទេចុះបើសិនជារឿងហ្នឹងស្ថិតនៅក្នុងតថភាពឆ្ងាយពីគ្នាប្រៀបធៀបបានអត់បើអក្សរសិល្ប៍នឹងមានឆ្ងាយពីគ្នាអក្សរសិល្ប៍ដូចឧទាហរណ៍ទៅដូចជាអក្សរសិល្ប៍បរទេសនិងអក្សរសិល្ប៍ខ្មែររបស់យើងអាចប្រៀបធៀបបានដោយយើងមើលទៅលើនិន្នាការនៃការសរសេរអក្សរសិល្ប៍នឹងនៃរបស់អ្នកនិពន្ធដែលគាត់តាក់តែងនឹងហើយនឹងផ្នែកគំនិតរបស់អ្នកនិពន្ធតើគាត់សរសេរក្នុងអក្សរសិល្ប៍នឹងគាត់មានគោលបំណងគាត់បង្កប់នៅផ្នែកគំនិតបែបម៉េចចាអរគុណបញ្ហាជាសកលឬក៏តម្លៃជាសកលហើយឧត្តមគតិគឺជាគំនិតរបស់អ្នកនិពន្ធអញ្ចឹងបានន័យថាកាលណាយើងប្រៀបធៀបយើងនឹងឃើញពីការគិតនិងការដៅសម្គាល់របស់អ្នកនិពន្ធថាគាត់ចង់បង្ហាញពីអីចំណុចទី2ផ្លាស់ប្ដូរបទពិសោធន៍គ្នាយើងបានឆ្លើយទេមិញបានមិនអញ្ចឹងហ៎តើតែយើងសិក្សារឿងគេបានដឹងថាយើងនៅកម្រិតមួយណាយើងទៅតាន់គេអត់ឬក៏ឆ្ងាយជាងគេទី3ផ្នត់គំនិតនិងនិន្នាការកាលណានិយាយពីផ្នត់គំនិតដោយសំណាងលើកឡើងអញ្ចឹងគឺទំនោរអ្នកនិពន្ធមួយត្បិតថាសម័យកាលនឹងឆ្លុះបញ្ចាំងពីតថភាពសង្គមយ៉ាងម៉េចហើយប៉ុន្តែទំនោររបស់យើងគឺអាចប្រែប្រួលទេមិនអញ្ចឹងហ៎គឺទំនោររបស់អ្នកនិពន្ធត្រូវតែល្អៀងមិនអាចនឹងទេចំណុចមួយទៀតទំនាក់ទំនងអត្តន័យអត្តរូបអត្តរសគ្នាយើងបានឆ្លើយដែរនិងអតិពលឆ្លងគ្នាអីគេឆ្លងគ្នាអ្នកនិពន្ធចូលចិត្តឲ្យតួឯងស្លាប់រឿងនោះល្បីអញ្ចឹងនេះអាលំនាំឆ្លងផលជះគេហៅថាផលជះនេះធ្វើឲ្យអ្នកនិពន្ធផ្សេងទៀតយកលំនាំតាមប៉ុន្តែបង្វែរសាច់រឿងតែខ្លឹមសារប្រហាក់ប្រហែលគ្នាពីព្រោះកាលណាធ្វើអញ្ចឹងធ្វើឲ្យអ្នកអាននឹងជក់ចិត្តដិតអារម្មណ៍ជឿអត់ហើយបើឲ្យជួបគ្នា happy ending ហ្នឹងភាគច្រើននោះដែរតែបើឲ្យមួយស្លាប់ឬស្លាប់ទាំងពីរចាយដូចតំណងដែរអញ្ចឹងបាន Shakespeare គាត់ច្រើនតែងរឿងជាសោកនាដកម្មគ្រាន់លើកឡើងអញ្ចឹងប្រពៃណីទំនៀមទម្លាប់វាអាចដូចអាចខុសអាស្រ័យទៅលើជំនឿរបស់ប្រទេសនីមួយមែនបាទជំរាបអ្នកគ្រូស្នាដៃអក្សរសិល្ប៍ដែលបង្ហាញអំពីសោកនាដកម្មរបស់តួអង្គក្រោមទស្សនៈនំមិនធំជាងនេះគឺរឿងទុំទាវនេះច្បាស់អត់បាទច្បាស់អ្នកគ្រូចុះហើយនៅក្នុងរឿងទុំទាវគឺគេបង្ហាញអំពីពាក្យថានំមិនធំជាងនេះហ្នឹងចាចុះបើគេថារឿងការសបូនរឿងហ្នឹងនៅក្នុងរឿងផ្កាសពោហ្នឹងគឺมันបាននិយាយអំពីពាក្យថានំមិនធំជាងនេះហ្នឹងទេបាននិយាយប៉ុន្តែគាត់អនុវត្តនំធំជាងនេះអត់បាទប៉ុន្តែអនុវត្តទៅអត់បាទអនុវត្តអញ្ចឹងចម្លើយមួយទៀតដែលយើងត្រូវបង្ហាញប្រាប់គ្រូថាដោយហេតុថាគ្រូបោះលីងរឿងទុំទាវឲ្យអានហើយអញ្ចឹងហ៎រឿងអីហ្នឹងមកគ្រូប្រៀបធៀបការសពូនយើងមិនព្រមមែនទេចាអញ្ចឹងថ្នាក់រៀនត្រឡប់អ្នកគ្រូបានផ្ដល់ឯកសាររឿងទុំទាវឲ្យអានហើយដើម្បីយកមកធ្វើការប្រៀបធៀបអរគុណច្រើនមើលសំណួរទី2នៅស្នាដៃអក្សរសិល្ប៍បរទេសមួយដែលបានឆ្លុះបញ្ចាំងពីសោកនាដកម្មរបស់តួអង្គដើម្បីបង្ហាញនៅភក្តីភាពគឺរឿងរ៉ូមេអូនិងសូយ៉ែតច្បាស់ទេចាអ្នកគ្រូមិនបានច្បាស់ដោយសាររឿងហ្នឹងពួកយើងបានធ្លាប់សិក្សាហើយមើលទៅពីរឿងហ្នឹងវាមានលក្ខណៈស្តៀងគ្នាអញ្ចឹងអាចនឹងប្រៀបធៀបរឿងហ្នឹងចាអរគុណច្រើនអក្សរសិល្ប៍បរទេសមួយទៀតដែលឆ្លុះបញ្ចាំងពីសោកនាដកម្មរបស់តួអង្គដើម្បីរក្សានៅភក្តីភាពគឺមានដូចជារឿងប៉ូវីសនីនេះគ្រូប៉ូវីសនីចាមានអីទៀតអត់ចាំបានប៉ុណ្្នឹងនេះគ្រូចាអរគុណត្រឹមត្រូវអញ្ចឹងសំណួរនេះហាក់ដូចជាទូទៅក៏ប៉ុន្តែយើងដឹងថាអ្នកគ្រូនឹងទាញមក
បង្រួមឲ្យតូចវិញគឺរឿងដែលយើងត្រូវសិក្សាប្រៀបធៀបគឺរឿងអីរ៉ូមេអូនិងស៊ូលីយ៉េតដោយភិក្ខុងួនសោមហើយនិពន្ធនៅឆ្នាំ1915ហើយរឿងហ្នឹងតែងជាពាក្យកាព្យកំណាត់បទពាក្យ7ហើយរឿងហ្នឹងដែរគឺឆ្លុះបញ្ចាំងសង្គមខ្មែរនៅសម័យលង្វែកចាត្រឹមត្រូវអត់គ្នាយើងទី2រ៉ូមេអូនិងស៊ូលីយ៉េតអ្នកនិពន្ធឈ្មោះអីនិពន្ធនៅឆ្នាំណាឆ្លុះបញ្ចាំងតថភាពសម័យកាលណាអត់មានអីប្លែកដែរពីព្រោះយើងបានវិភាគចំណុចទី2គឺរឿងរ៉ូមេអូនិងស៊ូលីយ៉េតពីយើងបានចេះហើយវិភាគហើយអញ្ចឹងមានជាសំណួរកលឹះមួយដែលក្តោបខ្លឹមសាររឿងទាំងពីរសួរថាធ្វើការប្រៀបធៀបគំនិតសំខាន់ក្នុងស្នាដៃអក្សរសិល្ប៍រឿងទុំទាវនិងរឿងរ៉ូមីអូនិងសូលីយ៉េតចាអរគុណការប្រៀបធៀបគំនិតសំខាន់នៃស្នាដៃរឿងទាំងពីររកលក្ខណៈដូចនិងលក្ខណៈខុសគ្នាចាថាតើគំនិតសំខាន់ណាខ្លះដែលយើងនឹងយកមកធ្វើការប្រៀបធៀបលក្ខណៈសេចក្តីស្នេហានៅក្នុងរឿងទាំងពីរនេះគ្រូស្នេហាចាគ្រូមានតែប៉ុណ្្នឹងឯងអាចរកបានមួយពីរអីផ្សេងរនឹកម្ដងដូចជាវិធីតែងនិពន្ធទាំងចំណុចផ្ដើមរឿងតួរឿងហើយនិងការបញ្ចប់រឿងណាគ្រូចាវិធីតែងនិពន្ធអរគុណមានការគ្រប់គ្រងហើយនិងការបញ្ចប់រឿងរបស់អ្នកនិពន្ធបាទចាភាសានិគ្រូយើងអាចសិក្សាទៅលើរោលក្ខណៈដូចនិងលក្ខណៈខុសគ្នាទាក់ទងនឹងបញ្ហាទំនៀមទម្លាប់ប្រពៃណីដែលមាននៅក្នុងសម័យកាលនីមួយៗចាជំរាបអ្នកគ្រូគំនិតសំខាន់នៅក្នុងការសិក្សាប្រៀបធៀបទៅលើស្នាដៃរឿងទាំងពីរគឺយើងប្រៀបធៀបទៅលើការទុកដាក់កូនចៅរបស់ហៅថាឪពុកម្ដាយចាការទុកដាក់កូនចៅរបស់ឪពុកម្ដាយបាទមួយក្រុមមានគ្នា3នាក់អញ្ចឹងក្រុមភក្តីភាពចាក្រុមទុកដាក់កូនចៅក្រុមរបបគ្រប់គ្រងក្រុមទំនៀមទម្លាប់និងក្រុមបញ្ចប់រឿងដងទៀតណាក្រុម1ក្រុម2ក្រុម3នេះដូច4ក្រុម5ចាអញ្ចឹងសូមក្រុមទាំង5 scan QR នៅលើក្តារខៀនដើម្បីចូលទៅឆ្លើយសំណួរតាមក្រុមចាទាំងអស់គ្នាពេលដែល scan ហើយចូលឆ្លើយនៅចម្លើយក្រុមយើងដាក់ចាអញ្ចឹងទាំងអស់គ្នាដើម្បីជាគំនិតជំនួយនៅក្នុងការស្រាវជ្រាវអ្នកគ្រូសំណើឲ្យយើងស្រាវជ្រាវទៅក្នុងកម្មវិធីខាងស្ដាំនោះមានដូចជាសាលា Digital ChatGPT Gemini Copilot និង Google គឺយើងអាច search បានណាអាច search រកខ្លឹមសារដែលជាអំណះអំណាងគ្រប់គ្រងបន្ថែមណាហើយអញ្ចឹងយើងអាចពិភាក្សាហើយស្រាវជ្រាវបន្ថែម